នេះគឺជាក្នុងការប្រមូលផលក្នុងការរដូវវស្សាបាទនៅបើសិនរដូវប្រាំងវិញមិនដឹងជាធំប៉ុណ្ណាទេឡើងបាទបាទជម្រាបសួរលោកគ្រូខ្ញុំឈ្មោះនឹងមុនហួតនៅឃុំមានជ័យស្រុកប្រាសាទបាគោខេត្តសៀមរាបក្រុមហ៊ុនព្រួញបានឲ្យគ្រាប់ពូជឥឡូវថ្មីហើយខ្ញុំចាប់ផ្ដើមបណ្ដុះកូននៅក្នុងខែ6ហើយនឹងការដាំដុះនេះធន់នឹងធាតុអាកាសល្អណាស់ដែលគ្រាប់ឥឡូវព្រួយនេះព្រោះដែលខ្ញុំកន្លងមកដែលខ្ញុំដាំដុះនេះខ្ញុំកាក់ស្មានថាមិនបានដល់ប៉ុណ្ណឹងផងបានខ្ញុំបានដាំបានប្រមូលផលជោគជ័យឥឡូវធំបានចាប់ពីដើមដាំហើយនឹងចាប់ដើមពីដើមប្រមូលផលមកខ្ញុំជួបផលពិបាកនឹងទី1ហើយនឹងការបណ្ដុះកូនទី2ហើយនឹងការថែទាំដែលពេលរដូវភ្លៀងធ្លាក់នេះធាតុអាកាសវាអត់ល្អបាទធាតុអាកាសអត់ល្អណាមួយទៅក៏ខ្យល់ផងភ្លៀងផងមកនឹងការថែទាំរបស់ខ្ញុំនឹងបាញ់ថ្នាំបញ្ចូលរឿងទឹកមកទឹកជីនេះវាអត់បានដល់បាទប៉ុន្តែក្នុងការនេះគឺគ្រាប់ព្រួយនេះគឺល្អជាទីបំផុតដោយធន់នឹងធាតុអាកាសល្អណាស់ណាហើយវគ្គផ្លែគឺតម្រង់គឺល្អបាទគឺថាតម្រង់គឺវាមូលពងកំពើគឺល្អបាទគឺថាល្អណាស់ឥឡូវនេះតម្រង់ផ្លែតាំងពីក្រេបមកបាទតាំងពីក្រេបមកគឺតម្រង់ផ្លែគឺពងកំពើដូចជាទូទៅទម្ងន់ក្នុងមួយផ្លែនេះទម្ងន់បានចាច់2គីឡូកន្លះទៅ3គីឡូបាទក្នុងមួយដើមផ្លែបាន3ផ្លែបាន2ទៅ3ផ្លែទៅវាស្រួយដាក់តែកំបិតគឺពុះមកគឺបែកចឹងបាទពុះគឺបែកល្អស្រួយល្អផ្លែនេះស្រួយបាទបាទសាច់បាទសាច់នេះគឺណែនល្អដែរវាស្រួយលឿងល្អបាទតែមកស្រួយទៀតនេះគឺជាក្នុងការប្រមូលផលក្នុងការរដូវវស្សាបាទនៅបើសិនរដូវប្រាំងវិញមិនដឹងជាធំប៉ុណ្ណាទេឡើងបាទ